បងប្អូននៅក្នុងវីដេអូនេះគឺជារបៀបនៃការប្រើប្រាស់ម៉ាស៊ីនរបស់យើងដែលជា model brand Fujisan ហើយជា model ថ្មីដែរគឺជា model A18TB តោះឥឡូវយើងមកមើលជាមួយគ្នាអញ្ចឹងសម្រាប់ model នេះគឺបងប្អូនត្រូវស្គាល់4ប៊ូតុងចាំបាច់នៅលើម៉ាស៊ីនតែម្ដងអញ្ចឹងប៊ូតុងទី1ប្រើសម្រាប់បិទបើកម៉ាស៊ីនប៊ូតុងទី2ប្រើសម្រាប់បញ្ជាម៉ោងម៉ាស៊ីនសម្រាប់ប៊ូតុងទី3នៅខាងស្ដាំនេះប្រើសម្រាប់រើមុខងារម៉ាស៊ីននៅខាងលើនេះហើយសម្រាប់ប៊ូតុងចុងក្រោយទី4នេះគឺប្រើសម្រាប់ start ហើយនិង stop ម៉ាស៊ីនតែម្ដងអញ្ចឹងសម្រាប់ប៊ូតុងទី1បងប្អូនគ្រាន់តែចុចមួយមកដើម្បីធ្វើការបើកម៉ាស៊ីនហើយសម្រាប់មុខងារនៅខាងស្ដាំនេះគឺយើងអាចជ្រើសរើសតាមរយៈការចុចអក្សរប៊ូតុងអក្សរ P នេះបានអញ្ចឹងចុចមួយគឺរើសមុខងារមួយសម្រាប់មុខងារទី1ប្រើសម្រាប់លាងប្រភេទប្រឡាក់ខ្លាំងខ្លាញ់ក្រៀមឬក៏ប្រភេទប៊ឺគ្រឿងខ្លាំងបងប្អូនអាចប្រើសម្រាប់មុខងារទី1នេះបានហើយសម្រាប់មុខងារទី2គឺប្រើសម្រាប់កម្រិតប្រឡាក់មួយល្មមរយៈពេលលាងតែ1ម៉ោងទេហើយនឹងអក្សរមុខងារទី3នេះ Eco នេះគឺប្រើសម្រាប់លាងសម្ភារៈសន្សំសំចៃមិនចំណាយតែលើទឹកភ្លើងខ្លាំងប្រហែលទេបានន័យថាជួយសំចៃតែលើទឹកភ្លើងហើយកម្រិតប្រឡាក់ល្មមដូចគ្នាសម្រាប់មុខងារបន្តទៀតរូបកែវនេះប្រើសម្រាប់លាងប្រភេទចានឬក៏ប្រភេទកែវដែលប្រឡាក់ស្រាលៗមិនមែនជាប្រភេទប្រឡាក់ខ្លាំងហើយសម្រាប់រយៈពេល90នាទីនេះគឺប្រើសម្រាប់លាងរយៈពេល90នាទីគត់អញ្ចឹងក្នុងរយៈពេលនេះមុខងារមួយនេះគឺបងប្អូនអាចប្រើលាងសម្រាប់ចានប្រឡាក់មួយល្មមបានដូចគ្នាដែរហើយនៅមុខងារបន្ទាប់មកទៀតគឺជាមុខងារដែលប្រើសម្រាប់លាងប្រឡាក់ស្រាលៗហើយសម្រាប់មុខងារនេះគឺអត់មានសម្ងួតទេលើកលែងតែមុខងារនៅខាង5នេះគឺសុទ្ធតែមានសម្ងួតទាំងអស់ហើយសម្រាប់មុខងារចុងក្រោយគេគឺប្រើសម្រាប់លាងតួម៉ាស៊ីនក្នុងរយៈពេល2សប្តាហ៍បងប្អូនអាចចុចបើកម៉ាស៊ីនដើម្បីធ្វើការលាងសម្អាតមុខងារតួម៉ាស៊ីននៅខាងក្រោយគេនេះចុងក្រោយម្ដងដើម្បីធ្វើការលាងសម្អាតម៉ាស៊ីននៅខាងក្នុងឲ្យនៅស្អាតហើយដូចថ្មីតែម្ដងហើយនៅពេលដែលបងប្អូនជ្រើសរើសយកមុខងារម៉ាស៊ីនមួយណាហើយសម្រាប់ការធ្វើការលាងសម្អាតហើយបងប្អូនគ្រាន់តែចុច Start ម៉ាស៊ីននឹងដំណើរការតែម្ដងតែបើសិនជាក្នុងករណីបងប្អូនចង់ពន្យាម៉ោងក្នុងការលាងសម្អាតបងប្អូនគ្រាន់តែជ្រើសរើសទៅលើប៊ូតុងទី2ដល់ពេលដែលបងប្អូនចុច1លេខនឹងលោតទៅមួយទៀតអញ្ចឹង H04 នេះបានន័យថារយៈពេល4ម៉ោងក្រោយបានម៉ាស៊ីនចាប់ផ្ដើមដំណើរការលាងអញ្ចឹងបងប្អូនអាចពន្យាបានដល់តែ24ម៉ោងបានបើសិនជាបងប្អូនចង់ពន្យាម៉ោងដល់តែ24ម៉ោងអញ្ចឹងបងប្អូនចុចដល់លេខ H24 ហើយបងប្អូនចុច Start នោះក្នុងរយៈពេល24ម៉ោងក្រោយបានម៉ាស៊ីនចាប់ផ្ដើមដំណើរការលាងតែបើសិនជាបងប្អូនចង់ cancel វិញបងប្អូនគ្រាន់តែចុចបិទចុចបើកហើយបន្ទាប់មកបងប្អូនចុចជ្រើសរើសចូលមុខងារមួយណាហើយបងប្អូនចុច Start នោះនឹងម៉ាស៊ីនដំណើរការតែម្ដងអូខេរបៀបប្រើប្រាស់គឺងាយៗប៉ុណ្ណឹងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះ